នៅក្នុងថ្ងៃទី2ខែកក្កដាឆ្នាំ2020នៅកណ្ដាលព្រៃឧទ្យានជាតិ Sierra រដ្ឋ California ក្រុមអ្នកដើរព្រៃបានប្រទះជួបទៅជាមួយនឹងអាថ៌កំបាំងដ៏រន្ធត់មួយនៅពេលពួកគេបានរកឃើញតង់និងសម្ភារៈប្រើប្រាស់ថ្លៃៗត្រូវបានគេរើរុះខ្ចាត់ខ្ចាយពេញដីហាក់បីដូចជាមាននរណាម្នាក់បានចាក់សម្ភារៈទាំងអស់ហ្នឹងចេញពីរថយន្តហើយនៅក្នុងគំនរសម្ភារៈដែលត្រូវបានគេបោះបង់ចោលទាំងអស់នោះវាក៏មានឯកសារបញ្ជាក់ពីអត្តសញ្ញាណរបស់ Sandra នៅទីនោះផងដែរប៉ុន្តែរឿងរ៉ាវកាន់តែចម្លែកវាបានកើតឡើងថែមទៀតនៅពេលដែលអាជ្ញាធរបានរកឃើញរថយន្តផ្ទាល់ខ្លួនរបស់នាងនៅក្នុងលក្ខណៈបានទៅបុកជាមួយនឹងដើមឈើនៅក្នុងស្ថានភាពដែលកង់រថយន្តហើរផុតពីដីទៅតាក់នឹងគល់ឈើដ៏ធំមួយហើយនៅពេលដែលប៉ូលីសកំពុងតែរុករកតាមនាងយ៉ាងស្រសាក់ស្រស្រាំស្រាប់តែមានសេចក្តីរាយការណ៍ថាបានឃើញសេនត្រានៅកណ្ដាលព្រៃជ្រៅប៉ុន្តែនាងស្ថិតនៅក្នុងស្ថានភាពដើរជើងទទេនិងមានស្នាមរបួសនៅលើផ្ទៃមុខមានរាងកាយស្គមស្គាំងនិងចេះតែរត់គេចពីមនុស្សដែលព្យាយាមចូលទៅជួយនាងហើយសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាជាមួយនឹងរឿងក្តីពីការបាត់ខ្លួនមនុស្សចូលទៅក្នុងព្រៃជ្រៅដែលវាគួរឲ្យរន្ធត់និងអាថ៌កំបាំងខ្លាំងមែនទែនតើអ្វីទៅដែលធ្វើឲ្យស្ត្រីម្នាក់នេះមានអាកប្បកិរិយាប្លែកៗអញ្ចឹងហ៊ានបដិសេធជាមួយនឹងជំនួយទាំងដែលវាគឺជារបស់ដែលនាងគួរតែត្រូវការជាទីបំផុតហើយបែរជារត់គេចខ្លួនចូលទៅក្នុងព្រៃកាន់តែជ្រៅទៅវិញតើមានអ្វីកើតឡើងចំពោះនាងឬមួយនាងកំពុងតែរត់គេចពីអ្វីដែលមិនមែនជាមនុស្សចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយ COG Channel ហើយចំពោះរឿងក្តីដែលនាងខ្ញុំលើកយកមកនិយាយនៅក្នុងថ្ងៃនេះវាគឺជារឿងក្តីដ៏រន្ធត់និងអាថ៌កំបាំងមួយដែលវាបានបន្តរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយជាចុងក្រោយហើយរឿងក្តីមួយនេះនឹងទៅជាយ៉ាងណាសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងលើកយកមកនិយាយឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ Sandra ឬអ្នកជិតខាងរបស់នាងតែងតែហៅថា Sandyកើតនៅក្នុងថ្ងៃទី26ខែកក្កដាឆ្នាំ1966ដែលនាងគឺជាអ្នកស្រុក Mandela រដ្ឋ Pennsylvania សហរដ្ឋអាមេរិក Sandra គឺជាមនុស្សស្រឡាញ់សេរីភាពនិងចូលចិត្តការផ្សងព្រេងជាច្រើនដែលមួយនៅក្នុងចំណោមនោះគឺជាការដើរព្រៃនាងត្រូវបានគេស្គាល់និងទទួលស្គាល់ពីមនុស្សនៅជុំវិញខ្លួនថានាងគឺជាអ្នកដើរព្រៃដ៏មានជំនាញម្នាក់ដែលមានជំនាញក្នុងការរស់រានមានជីវិតក្នុងព្រៃនៅក្នុងកម្រិតខ្ពស់ដោយសារតែ Sandra ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ជាមន្ត្រីការពារព្រៃឈើនៅក្នុងអំឡុងពេលដែលនាងកំពុងតែរៀននៅមហាវិទ្យាល័យ Sandra ធ្លាប់បានឆ្លងកាត់ជីវិតរៀបអាពាហ៍ពិពាហ៍មក2ដងហើយប៉ុន្តែគាត់អត់មានកូនទេហើយគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើដំណើរទៅរស់នៅនិយាយទៅគឺបដូររដ្ឋរហូតពីរដ្ឋមួយទៅរដ្ឋមួយជានិច្ចមុននឹងគាត់បានផ្លាស់ប្ដូរទៅធ្វើជាបុគ្គលិកគណនេយ្យនៅលើកោះ Maui នៅក្នុងរដ្ឋ Hawaii ហើយរហូតមកដល់រដូវក្តៅឆ្នាំ2020ហ្នឹងវាក៏មានជំងឺរាតត្បាត COVID នឹងកើតឡើងធ្វើឲ្យ Sandra បានផ្លាស់ប្ដូរទីលំនៅពីកន្លែងរដ្ឋ Hawaii ហ្នឹងទៅកាន់ California ដើម្បីធ្វើចតាលេខសាក់ម្នាក់ឯងនៅកណ្ដាលព្រៃឧទ្យានជាតិ Sierra ដោយ Sandra គាត់បានធ្វើការតាក់ទងទៅក្រុមគ្រួសាររបស់គាត់លើកចុងក្រោយនៅក្នុងថ្ងៃទី26ខែមិថុនាឆ្នាំ2020ដោយ Sandra បានប្រាប់ក្រុមគ្រួសាររបស់គាត់ថាគាត់នឹងទៅធ្វើការបោះជំរំនៅក្នុងព្រៃម្នាក់ឯងហើយនៅក្នុងក្រុមគ្រួសារនឹងអត់មានណាគេធ្លាប់គិតនឹកស្មានដល់ទេថានេះវាគឺជាសម្លេងចុងក្រោយរបស់ Sandra ដែលពួកគាត់បានលើហើយរឿងរ៉ាវចាប់ផ្ដើមកើតឡើងនៅព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2020នៅកណ្ដាលរដូវក្តៅនៅក្នុងព្រៃឧទ្យានជាតិ Sierra មានក្រុមអ្នកដើរព្រៃមួយក្រុមកំពុងតែដើរកាត់តំបន់វាលស្មៅ Johnson ដែលជាតំបន់ដាច់ស្រយាលពួកគេបានសង្កេតឃើញតង់ពណ៌ខៀវនិងសម្ភារៈមួយចំនួននៅឆ្ងាយពីផ្លូវគោលទើបសម្រាប់ចិត្តចូលទៅពិនិត្យមើលប៉ុន្តែនៅពេលដែលចូលទៅចិត្តរូបភាពដែលឃើញវាមិនមែនជាជំរំរបស់ភ្ញៀវទេសចរធម្មតានោះទេប៉ុន្តែជាតំបន់ដែលស្ថិតនៅក្នុងស្ថានភាពរញ៉េរញ៉ៃរហូតដល់វាខុសធម្មតាតែម្ដងគឺជាឧបករណ៍បោះជំរំគ្រឿងប្រើប្រាស់ចាំបាច់និងសម្ភារៈផ្សេងៗខ្ចាត់ខ្ចាយពេញដីហាក់បីដូចជាត្រូវបានគេឆែកឆេរឬក៏ត្រូវបានរើរុះចេញមកយ៉ាងប្រញាប់ប្រញាល់ដូចជាម្ចាស់របស់របរនឹងបានប្រញាប់ចាក់ចេញទៅដោយអត់មានឱកាសដើម្បីប្រមូលសម្ភារៈនឹងឲ្យរៀបរយវិញទេក្នុងអំឡុងពេលការរករោគនឹងក្រុមអ្នកដើរព្រៃក៏បានឃើញកាបូបសម្ភារៈមួយដែលត្រូវបានគេបើកចោលនៅខាងក្នុងនឹងវាមានឯកសារសំខាន់ជាច្រើនដូចជាប័ណ្ណសម្គាល់អត្តសញ្ញាណប័ណ្ណបើកបរដែលវាគឺជារបស់ Sandra នារីនៅដើមសាច់រឿងដែលនាងខ្ញុំបានណែនាំឲ្យពុកម៉ែបងប្អូនទាំងគ្នាបានស្គាល់នឹងឯងនឹងមានសិភៅផ្ទាល់ខ្លួនដែលប្រមូលទិន្នន័យតាក់ទងទៅជាមួយនឹងករណីបន្ទាន់ទុកយ៉ាងល្អផងដែរហើយបន្ទាប់ពីមើលឃើញអញ្ចឹងហើយក្រុមអ្នកដើរព្រៃនឹងចាប់ផ្ដើមមានអារម្មណ៍ថាស្ថានភាពទាំងអស់ហ្នឹងវាអាចពាក់ព័ន្ធទៅជាមួយនឹងរឿងដែលអាក្រក់ពួកគេក៏ចាប់ផ្ដើមធ្វើការ
call ទៅប្តឹងប៉ូលីសនៅក្នុងតំបន់ Madeira នឹងភ្លាមៗហើយពួកគេថែមទាំងបានបញ្ជូនឯកសារដែលពួកគេរកឃើញនឹងទៅឲ្យក្រុមប៉ូលីសផងដែរហើយចំពោះការរាយការណ៍លើកនេះវាបានคล้ายទៅជាចំណុចចាប់ផ្ដើមនៃការស៊ើបអង្កេតនិងប្រតិបត្តិការរកដ៏ធំមួយពីថ្ងៃក្រោយមកនៅក្នុងថ្ងៃទី4ខែកក្កដានៅចំណុចចាប់ផ្ដើមនៅផ្លូវដើរព្រៃ Chiquenta ដែលស្ថិតនៅជិតព្រំប្រទល់នៃព្រៃឧទ្យានជាតិ Senra និងព្រៃឧទ្យានជាតិ Yosemite ក្រុមអ្នកដើរព្រៃមួយក្រុមទៀតបានជួបជាមួយនឹងស្ត្រីវ័យកណ្ដាលម្នាក់កំពុងតែដើរម្នាក់ឯងចូលទៅក្នុងព្រៃប៉ុន្តែអីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ភ្លាមនោះគឺនាងមិនបានពាក់ស្បែកជើងទេជើងទាំងពីររបស់នាងពោពេញទៅដោយស្នាមប្រឡាក់និងស្នាមរបួសពីការធ្វើដំណើរខណៈដែលបាតជើងរបស់នាងត្រូវប៉ះទៅជាមួយនឹងដីដែលពោពេញទៅដោយគ្រួសនិងមែកឈើស្ងួតហើយនិងបន្លានៅពេលចូលទៅសង្កេតជិតឡើងពួកគេបានរកឃើញថាមានស្នាមជាំទំហំធំនៅលើផ្ទៃមុខរបស់ស្ត្រីរូបនោះលក្ខណៈសក់រួញដែលមានលាបពណ៌ខៀវធ្វើឲ្យមនុស្សជាច្រើនជឿថាស្ត្រីរូបនេះគឺជា Sandra ដែលកំពុងត្រូវបានតាមរកនៅក្នុងពេលនេះហើយដោយក្តីបារម្ភអ្នកដើរព្រៃទាំងពីរទើបព្យាយាមចូលទៅនិយាយជាមួយនិងផ្ដល់ជំនួយទាំងអាហារនិងទឹកផឹកនិងការសង្គ្រោះបឋមប៉ុន្តែ Sandra បែរជាបដិសេធគ្រប់យ៉ាងមិនព្រមឲ្យអ្នកគេម្នាក់ចូលទៅជិតទេសាក្សីជាច្រើនបានផ្ដល់ការបញ្ជាក់ស្របគ្នាថានាងមានអាកប្បកិរិយាស្ងប់ស្ងាត់រហូតដល់ថ្នាក់ខុសពីធម្មតាតែម្ដងនិយាយក៏តិចនិងមើលទៅដូចជាមិនចង់មានទំនាក់ទំនងជាមួយអ្នកដទៃទេហើយបន្ទាប់ពីការសន្ទនាត្រឹមតែរយៈពេលខ្លីៗទេស្រាប់តែនាងបែរខ្នងពីក្រុមអ្នកដើរព្រៃទាំងអស់ហ្នឹងមុននឹងបានបន្តដំណើរចូលទៅក្នុងព្រៃទិសខាងជើងឆ្ពោះទៅកាន់តំបន់ព្រៃដែលជ្រៅបំផុតនៃឧទ្យានជាតិ Yosemite តែម្នាក់ឯងហើយត្រឹមតែមួយថ្ងៃបន្ទាប់ពីនោះការស៊ើបអង្កេតក៏រកឃើញតម្រុយសំខាន់មួយទៀតនោះគឺនៅក្នុងថ្ងៃទី5ខែកក្កដាដោយអាជ្ញាធរបានរកឃើញរថយន្តផ្ទាល់ខ្លួនរបស់នាងដែលជារថយន្ត Mack Subaru ពណ៌ប្រាក់ដែលបានចតនៅជិតជ្រលងទឹកនៅជិតចំណុចចាប់ផ្ដើមនៃផ្លូវដើរចូលទៅក្នុងព្រៃ Chiquenta ដែលវានៅឆ្ងាយពីចំណុចបោះជំរំដើមរបស់នាងនៅទិសខាងជើងមិនដល់5ម៉ាយផងពីស្ថានភាពដែលរកឃើញរថយន្តនោះបានបុកទៅជាមួយនឹងដើមឈើនៅតាមផ្លូវមុននឹងរអិលធ្លាក់ចុះទៅជាប់ជាមួយនឹងគល់ឈើដ៏ធំមួយរហូតធ្វើឲ្យកង់មិនអាចទៅប៉ះជាមួយនឹងដីយ៉ាងពេញលេញបណ្ដាលឲ្យរថយន្តអាចធ្វើដំណើរតទៅមុខទៀតបានទេខាងក្នុងរថយន្តបានរកឃើញសម្ភារៈជាច្រើនមុខដែលស្ថិតនៅក្នុងស្ថានភាពដែលវារីខ្ចាត់ខ្ចាយស្រដៀងទៅជាមួយនឹងមានការឆែកឆេររោគអ្វីមួយយ៉ាងបញ្ញាប់បញ្ញាល់ហើយនៅពេលវេលាបន្ទាប់តំបន់នោះក៏ត្រូវប្រឈមមុខទៅជាមួយនឹងហេតុការណ៍ភ្លើងឆេះព្រៃដែលវាបង្កើតការខូចខាតយ៉ាងទូលំទូលាយទៅដល់ផ្ទៃដីនៅក្នុងតំបន់ Sierra នោះប៉ុន្តែរថយន្តរបស់ Sandra បែរជារួចផុតពីអណ្ដាតភ្លើងនិងស្ថិតនៅក្នុងស្ថានភាពដែលអាចប្រើប្រាស់ជាភស្តុតាងនៅក្នុងការស៊ើបអង្កេតបានរហូតចូលមកដល់ក្នុងអំឡុងពេលខែកក្កដាឆ្នាំ2020ដដែលប្រតិបត្តិការនៃការតាមរក Sandra ក៏បានពង្រីកខ្លួនក្លាយទៅជាបេសកកម្មខ្នាតធំមន្ត្រីពីភ្នាក់ងារចម្រុះត្រូវបានសម្រុកកងកម្លាំងចូលទៅក្នុងតំបន់នោះទាំងក្រុមរុករកតាមផ្ទៃដីជាមួយនឹងឆ្កែហិតក្លិននិងមានឧទ្ធម្ភាគចក្រ Black Hawk របស់កងការពារជាតិកាលីហ្វ័រញ៉ាដែលបានហោះហើរស្ទង់មតិលើផ្ទៃព្រៃដ៏ធំល្វឹងល្វើយនិងជួរភ្នំ Senra យ៉ាងបន្តបន្ទាប់ហើយនៅកណ្ដាលការខិតខំប្រឹងប្រែងនេះមន្ត្រីឧទ្យានជាតិ Yosemite ក៏បានរកឃើញដំរីសំខាន់មួយទៀតនោះគឺជាថង់សម្រាប់គេង Mack REI ដែលត្រូវបានគេបោះបង់ចោលនៅក្នុងតំបន់ព្រៃជ្រៅពីការត្រួតពិនិត្យជាមួយនឹងក្រុមគ្រួសារក៏បានរកឃើញថាថង់គេងមួយនេះវាសមស្របទៅជាមួយនឹងឧបករណ៍ដែល Sandra ទើបតែទិញដើម្បីមកប្រើប្រាស់នៅក្នុងការបោះជំរំលើកនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះវាមិនមែនគ្រាន់តែជាថង់សម្រាប់គេងនឹងទេប៉ុន្តែវាគឺជាទីតាំងដែលគេរកឃើញតង់មួយហ្នឹងតង់គេងមួយហ្នឹងគឺត្រូវបានគេរកឃើញវាចូលទៅនៅក្នុងព្រៃជ្រៅខ្លាំងដែលវានៅឆ្ងាយពីផ្លូវគោលដែលគេទុកសម្រាប់ដើរហ្នឹងខ្លាំងមែនទែនដែលវានៅឆ្ងាយពីកន្លែងដែលគេរកឃើញរថយន្តរបស់ Sandra ទៅភាគខាងជើងដែលវាមានចម្ងាយ 2.5 ម៉ាយឯណោះដែលវាស្ថិតនៅក្នុងឧទ្យានជាតិ Yosemite ហើយលើសពីនេះទៅទៀតនោះគឺគេរកមិនឃើញថាមានដាននៅក្នុងថង់នោះថាត្រូវបានមនុស្សគេងនៅក្នុងនឹងទេឬមួយក៏ត្រូវបានគេប្រើប្រាស់នៅក្នុងលក្ខណៈជាកន្លែងស្នាក់នៅបណ្ដោះអាសន្នឬមួយក៏ចំណុចសម្រាប់ស្នាក់នៅតែមួយយប់ក្នុងពេលវេលាបានកន្លងផុតទៅជាង1ខែដោយសារតែការតាមរកនៅតែរកមិនឃើញចម្លើយរហូតមកដល់ក្នុងថ្ងៃទី9ខែសីហាឆ្នាំ2020ករណីនៃការបាត់ខ្លួនរបស់ Sandra ក៏មានតម្រុយសំខាន់លេចឡើងម្ដងទៀតដែលនៅក្នុងថ្ងៃនោះមានអ្នកប្រមាញ់សត្វ2នាក់កំពុងតែធ្វើដំណើរទៅនៅតំបន់ផ្លូវព្រៃលេខ 5S01 ដែលវាស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនៅក្នុងខេត្ត Chiquenta
ហើយតាមផ្លូវពួកគេបានសង្កេតឃើញស្ត្រីម្នាក់ដែលឈរផ្អែកទៅជាមួយនឹងដើមឈើនៅមាត់ផ្លូវតែម្នាក់ឯងពីទម្រង់រាងនិងលក្ខណៈផ្ទៃមុខព្រមជាមួយនឹងអីផ្សេងទៀតធ្វើឲ្យអ្នកប្រមាញ់សត្វទាំងពីរនាក់នឹងជឿថាស្ត្រីរូបនេះគឺជា Sandra នឹងឯងដែលកំពុងតែត្រូវបានគេប្រកាសតាមរកខ្លួននៅក្នុងពេលនេះទោះបីជាយ៉ាងណាក៏ដោយអ្វីដែលបង្កើតការភ្ញាក់ផ្អើលទៅដល់ពួកគេមិនមែនត្រឹមតែជាការរកឃើញនាងទេប៉ុន្តែវាគឺជាស្ថានភាពនិងអាកប្បកិរិយាខុសពីអីដែលរំពឹងទុកពីបុគ្គលដែលបានបាត់ខ្លួនទូទៅ Sandra មើលទៅស្គមស្គាំងនិងអត់មានកម្លាំងដែលយើងអាចមើលឃើញច្បាស់នៅពេលដែលគេប្រៀបធៀបទៅជាមួយនឹងរូបថតមុនពេលបាត់ខ្លួននឹងប៉ុន្តែនាងបែរជាមិនបានបង្ហាញអាការៈរំភើបឬក៏ព្យាយាមស្រែកហៅសុំជំនួយទេសាក្សីបានបញ្ជាក់ទៀតថានាងគ្រាន់តែឈរផ្អែកនៅដើមឈើយ៉ាងស្ងៀមស្ងាត់និងមើលទៅពួកគេពីចម្ងាយនិងមិនមានការបញ្ជូនសញ្ញាណាមួយផងដែរមិនបានដើរចូលទៅរកមិនក្រវីដៃហៅនិយាយទៅគឺមិនបានបង្ហាញអាកប្បកិរិយាថាចង់បានជំនួយសម្បីតែបន្តិចប៉ុន្តែទោះបីជាមានសេចក្តីរាយការណ៍ពីការរកឃើញលើកនេះទៅដល់អាជ្ញាធរនៅពេលក្រោយក៏ដោយក៏ប៉ុន្តែនៅពេលដែលក្រុមរុករកធ្វើដំណើរចូលទៅពិនិត្យនៅក្នុងតំបន់នេះក៏រកមិនឃើញសេនត្រាម្ដងទៀតឡើយពេលវេលាវាក៏បានកន្លងផុតទៅរហូតចូលមកដល់ក្នុងអំឡុងខែកញ្ញាឆ្នាំ2020ការតាមរកខ្លួនសេនត្រាក៏ត្រូវប្រឈមមុខទៅជាមួយនឹងឧបសគ្គសំខាន់ម្ដងទៀតពីហេតុការណ៍ដែលគ្មាននរណាម្នាក់ធ្លាប់គិតដល់ពីមុនទេនោះគឺជាការវាមានការកើតឆេះព្រៃឡើងមកម្ដងទៀតដែលគេស្គាល់នៅក្នុងឈ្មោះថា Greenfire ដែលផ្ទុះឡើងនៅក្នុងអំឡុងថ្ងៃឈប់សម្រាករបស់ពលកររបស់សហរដ្ឋអាមេរិកវាបានរាលដាលយ៉ាងឆាប់រហ័សថែមទាំងបានគ្របដណ្ដប់ទូទាំងក្រុង Fresno និងក្រុង Madera ហើយវាក៏ជាហេតុការណ៍ភ្លើងឆេះដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Californiaអណ្ដាតភ្លើងបានដុតបំផ្លាញផ្ទៃព្រៃនៅក្នុងចំនួនមហាសាលនិងបណ្ដាលឲ្យភូមិសាស្ត្រភាគច្រើនត្រូវបានផ្លាស់ប្ដូរទៅយ៉ាងស្រឡះប៉ុន្តែអាជ្ញាធរក៏អាចគ្រប់គ្រងស្ថានភាពមួយនេះបានយ៉ាងពេញលេញផងដែរពេលវេលាវាក៏បានកន្លងផុតទៅចូលមកដល់ក្នុងខែធ្នូឆ្នាំ2020ហើយចំពោះករណីនៃការបាត់ខ្លួនរបស់ Sandra ហើយចំពោះផលប៉ះពាល់ពីបញ្ហាឆេះព្រៃលើកទី2នេះចាត់ទុកបានថាវាគឺជាបញ្ហាប្រឈមដ៏ធំមួយនោះដោយសារតែតំបន់ចំនួនច្រើនដែលធ្លាប់ស្ថិតនៅក្នុងការស្វែងរកភស្តុតាងនឹងគឺត្រូវបានដុតបំផ្លាញអស់រហូតធ្វើឲ្យបរិស្ថាននៅជុំវិញនឹងផ្ទាល់ក៏បានផ្លាស់ប្ដូរដែរមិនថាភស្តុតាងដែលវាសេសសល់នៅក្នុងព្រៃឧទ្យានជាតិនឹងទេហើយមិនថាជាដានស្នាក់ស្នាមនៅក្នុងការធ្វើដំណើរឬសម្ភារៈដែលវាពាក់ព័ន្ធទៅជាមួយនឹងការផ្លាស់ប្ដូរទីលំនៅរបស់នាងគឺវាមានហានិភ័យនៅក្នុងការបាត់បង់ខ្ពស់ខ្លាំងមែនទែនពីព្រោះថាវាអាចនឹងត្រូវបំផ្លាញដោយសារកម្ដៅបន្ទាប់ពីភ្លើងឆេះព្រៃនឹងរួចលើសពីនេះទៅទៀតនោះគឺតំបន់នេះក្រោយពីមានអគ្គិភ័យឆេះឆាបឡើងមកគឺវាបានផ្ដល់ផលប៉ះពាល់ខ្លាំងមែនទែនទៅដល់ក្រុមអ្នករុករកជាមួយនឹងឆ្កែដើរហិតក្លិនធ្វើឲ្យការទៅតាមរកដានដែលសេសសល់នឹងវាមានការពិបាកជាងរាល់ដងហើយពេលវេលាវាក៏បានកន្លងផុតទៅ1ឆ្នាំជាងបន្ទាប់ពីសេនត្រាបានបាត់ខ្លួនទៅហើយចំពោះលទ្ធផលនៃការរុករកនឹងវានៅតែរកអត់ឃើញនៅចម្លើយដែលច្បាស់លាស់ទេពេលវេលាវាក៏បានកន្លងផុតទៅរហូតមកដល់ក្នុងថ្ងៃទី21ខែកក្កដាឆ្នាំ2021ក៏មានហេតុការណ៍មួយបានកើតឡើងដែលវាបានកើតឡើងនៅជិតតំបន់កំពូលភ្នំឆាក់អាយដែលក្រោយមកវាបានក្លាយទៅជារឿងរ៉ាវដ៏ធំបំផុតដែលត្រូវបានគេនិយាយដល់ច្រើនខ្លាំងមែនទែនតាក់ទងទៅជាមួយនឹងករណីមួយនេះនៅក្នុងថ្ងៃនោះគឺក្រុមគ្រួសារគាត់ដែលមាន Jake ជាមួយនឹង Victoria ហើយនឹងកូនពួកគេទាំង3នាក់បានធ្វើដំណើរឡើងទៅសម្រាកនិងញ៉ាំអាហារនៅក្បែរកំពូលភ្នំឆាក់អាយតំបន់នោះគឺវាស្ថិតនៅឆ្ងាយពី Wilsmouth Johnson ដែលជាចំណុចបោះជំរំចាស់របស់ Sandra ទៅទិសខាងត្បូងប្រហែលជា5ម៉ាយនៅក្នុងអំឡុងដែលក្រុមគ្រួសារពួកគេកំពុងតែចតរថយន្តសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ Victoria ជាមួយនឹង Jack បានសង្កេតឃើញថា Caden កូនប្រុសវ័យ3ខួបរបស់ពួកគេចាប់ផ្ដើមចង្អុលទៅតំបន់វាស្មៅខាងផ្លូវនិងនិយាយស្ដីជាមួយនឹងរបស់អ្វីម្យ៉ាងដែលពួកគេមើលអត់ឃើញទេតាមការរៀបរាប់របស់ពួកគេបាននិយាយថាកូនប្រុសរបស់គេបានបញ្ជាក់ថាមានស្ត្រីម្នាក់នៅក្នុងវាស្មៅនិងប្រាប់ឪពុកម្ដាយរបស់ពួកគេថានាងត្រូវការជំនួយគេថែមទាំងបានពន្យល់ទៀតថាស្ត្រីរូបនោះបានដេកនៅលើដីមិនអាចកម្រើកខ្លួនបាននិងមានពាក់អាវយឺតពណ៌ខ្មៅជាមួយនឹងខោកាប៊យអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះគឺ Caden នៅបន្តនិយាយលម្អិតទៀតថាស្ត្រីរូបនោះគឺមានសក់ពណ៌ទឹកសមុទ្របន្ទាប់ពីបានឮអញ្ចឹងហើយ Jake ដែលជាឪពុកក៏បានបញ្ញាប់ចុះពីលើរថយន្តហ្នឹងចុះទៅពិនិត្យមើលនៅក្នុងតំបន់ដែលកូនប្រុសខ្លួនឯងហ្នឹងចោលប្រាប់ប៉ុន្តែនៅពេលដែលគេទៅដល់តំបន់ហ្នឹងហើយក៏អត់មានឃើញថាណាគេម្នាក់នៅនឹងដែរហើយនៅពេលដែលពួកគេឃើញអញ្ចឹងក្រុមគ្រួសារទាំងអស់ហ្នឹងក៏កើតមានអារម្មណ៍ភ័យខ្លាចហើយពួកគេក៏បញ្ញាប់
បញ្ចប់ការឈប់សម្រាកមួយនេះនឹងបានឡើងឡានត្រឡប់មកផ្ទះរបស់ពួកគេវិញហើយក្រោយមកទៀត Victoria ដែលជាភរិយានឹងក៏បានរៀបរាប់ហេតុការណ៍ទាំងអស់ហ្នឹងទៅលើបណ្ដាញសង្គមដោយមិនធ្លាប់រំពឹងទុកពីមុនមកទេថាសាររបស់នាងនឹងក្លាយទៅជាទីចាប់អារម្មណ៍យ៉ាងទូលំទូលាយអញ្ចឹងទេហើយទិន្នន័យទាំងអស់នោះក៏ត្រូវបានបញ្ជូនទៅកាន់ Christophe មន្ត្រីស៊ើបអង្កេតពីការិយាល័យ Maple នៅក្នុងទីក្រុង Madeira ដែលទទួលខុសត្រូវនៅក្នុងករណីមួយនេះគាត់ថែមទាំងបានអញ្ជើញក្រុមគ្រួសារគាត់មកផ្ដល់ទិន្នន័យបន្ថែមទៀតផងក្នុងអំឡុងពេលសាកសួរហ្នឹងគឺអាជ្ញាធរបានពិសោធន៍ឲ្យក្មេងប្រុសមើលរូបថតស្ត្រីជាច្រើនអ្នកនៅក្នុងនោះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាដោយនៅក្នុងរូបថតនោះក៏មានរូបថតរបស់ Sandra ផងដែរហើយវាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដែលក្មេងប្រុសម្នាក់នេះអាចចង្អុលទៅកាន់រូបថតរបស់ Sandra បានយ៉ាងច្រើនដងតែម្ដងដែលបានធ្វើឲ្យរឿងរ៉ាវទាំងអស់នេះទទួលបានការចាប់អារម្មណ៍កាន់តែច្រើនឡើងហើយទោះបីជាហេតុការណ៍មួយនេះមិនអាចคล้ายទៅជាភស្តុតាងតាមនីតិវិទ្យាសាស្ត្របានក៏ដោយប៉ុន្តែគ្រប់គ្រាន់ដែលអាចធ្វើឲ្យអាជ្ញាធរសម្រេចចិត្តត្រឡប់ទៅពិនិត្យមើលនៅក្នុងតំបន់ដែលក្រុមគ្រួសារគាត់នឹងបានបញ្ជាក់មើលម្ដងទៀតក្រុមរុករកបានចុះទៅក្នុងតំបន់រួមជាមួយនឹងឆ្កែហិតក្លិននិងប្រតិបត្តិការរុករកនៅក្នុងតំបន់វាលស្មៅនេះនៅលើកំពូលភ្នំឆឹកអាយបានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំពោះលទ្ធផលនៃការរុករកម្ដងនេះនៅតែរកមិនឃើញភស្តុតាងឬមួយក៏វត្ថុណាមួយដែលវាអាចតភ្ជាប់ទៅជាមួយនឹង Sandra បានទេនិយាយទៅគឺរកអត់ឃើញតែម្ដងនៅពេលប្រមូលភស្តុតាងទាំងអស់នឹងដែលនៅសេសសល់នៅក្នុងករណីនៃការបាត់ខ្លួនរបស់ Sandra រួចប៉ូលីសនិងអ្នកជំនាញត្រូវប្រឈមមុខទៅជាមួយនឹងការពិតដែលគួរឲ្យច្បូកច្បល់ជាច្រើនយ៉ាងដែលមើលទៅវាមានភាពផ្ទុយនឹងខ្លួនឯងដែលមិនអាចបញ្យល់បានយ៉ាងពេញលេញដោយសមត្ថកម្មត្រឹមតែទិសដៅមួយនៅក្នុងចំណោមដំរីដំបងគេដែលបង្កើតការសង្ស័យទៅដល់ក្រុមអ្នកស៊ើបអង្កេតនោះគឺជាស្ថានភាពនៃការបោះជំរំសម្រាកនៅក្នុងតំបន់វាលស្មៅ Johnson ហ្នឹងចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រសិនបើមានបុគ្គលផ្សេងទៀតចូលមកពាក់ព័ន្ធហេតុអីបានជាឯកសារសំខាន់ៗទាំងអស់ហ្នឹងវាស្ថិតនៅក្នុងទីតាំងកើតហេតុដដែលអញ្ចឹងហើយការសង្ស័យមួយទៀតនោះគឺបើសិនបើ Sandra ជាអ្នកដែលឆ្លាញ់ការបោះជំរំម្នាក់ឯងក៏ពិបាកនៅក្នុងការពន្យល់ដូចគ្នាថាហេតុអីបានជាអ្នកដែលមានភាពល្បីល្បាញនៅក្នុងការដែលមានសណ្ដាប់ធ្នាប់និងមានបទពិសោធន៍នៅក្នុងការប្រើប្រាស់ជីវិតនៅក្នុងព្រៃបែរជាຕົកតំបន់ឈប់សម្រាករបស់ខ្លួនឯងចោលនៅក្នុងស្ថានភាពបែបនេះហើយចំពោះទីកន្លែងបោះជំរំសម្រាកនេះคล้ายទៅជាភស្តុតាងបំណែកដំបងដែលបង្ហាញពីភាពខុសធម្មតាអ្វីមួយដែលបានកើតឡើងមុនការបាត់ខ្លួនមួយទៀតនោះគឺជាការរកឃើញរថយន្តរបស់ Sandra នៅក្នុងពេលវេលាបន្ទាប់ក៏នៅតែបន្ថែមភាពស្មុគស្មាញទៅដល់ករណីមួយនេះដូចគ្នាចំពោះការវាយតម្លៃរបស់អ្នកជំនាញការខូចខាតដែលបានកើតឡើងនៅក្នុងរថយន្តហ្នឹងគឺវាមិនធ្ងន់ធ្ងរដល់ថ្នាក់ដែលធ្វើឲ្យថង់ខ្យល់សុវត្ថិភាពហ្នឹងវាធ្វើការទេថែមទាំងរកមិនឃើញភស្តុតាងបញ្ជាក់ថាអ្នកបើកបរទទួលបានរងរបួសធ្ងន់ពីការបុកដោយផ្ទាល់ដូចគ្នាតែទោះបីជាយ៉ាងណាក៏ដោយក៏មានការកត់សម្គាល់ជាច្រើនយ៉ាងដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានដាននៃការជន់ហ្វ្រាំងយ៉ាងច្បាស់មុននឹងដល់ចំណុចដែលបុកខាងក្នុងរថយន្តមានលក្ខណៈស្រដៀងទៅជាមួយនឹងត្រូវបានគេឆែកឆេររករោគសម្ភារៈយ៉ាងប្រញាប់ប្រញាល់ទ្វារចំហៀងអ្នកបើកបរក៏ត្រូវបានបើកទុកចោលដោយរកមិនឃើញស្នាក់ស្នាមឈាមឬក៏ផុសតាំងនៃការទទួលរងរបួសធ្ងន់ធ្ងរពីខាងក្នុងឡាននឹងទេហើយសំណួរដ៏សំខាន់វាក៏បានកើតឡើងនោះគឺថាក្រោយពីមានគ្រោះថ្នាក់ហើយតើ Sandra គេបានព្យាយាមរកអីគេនៅក្នុងរថយន្តហ្នឹងនិងហេតុអ្វីបានជានាងសម្រេចចិត្តបោះបង់ចោលយានជំនិះនិងដែលវាអាចនៅក្នុងការប្រើប្រាស់ជាកន្លែងស្នាក់អាស្រ័យបានហើយអីដែលសំខាន់នោះវាគឺជាចំណុចយោងរបស់ប៉ូលីសនៅក្នុងការរុករកខ្លួនរបស់នាងហើយចំពោះចំណុចមួយទៀតដែលត្រូវបានខាងមហាជនគេធ្វើការរិះគន់ទៅដល់ប៉ូលីសនោះគឺជាពេលដែលប៉ូលីសបន្ទាប់ពីរកឃើញរថយន្តនឹងហើយបែរជាអត់បញ្ញាប់ស្ទួចត្រឡប់មកដាក់នៅកន្លែងប៉ុស្តិ៍ប៉ូលីសទេបែរជាបដ ாய் ទុកនៅក្នុងឲ្យរថយន្តនឹងនៅក្នុងព្រៃនឹងនៅក្នុងរយៈពេលយូរបន្តទៀតទោះបីវាជាហេតុផលចម្បងឬមួយក៏ជាក្តីសង្ឃឹមដែលគិតថាម្ចាស់រថយន្តនឹងត្រឡប់មករករថយន្តនឹងវិញក៏ដោយប៉ុន្តែការបណ្ដោយទុកឲ្យរថយន្តនៅកណ្ដាលបរិស្ថានដែលវានៅក្នុងរយៈពេលយូរអញ្ចឹងវាអាចផ្ដល់ផលប៉ះពាល់ទៅដល់ភស្តុតាងខាងនីតិវិទ្យាសាស្ត្រផ្សេងផងក៏ថាបានហើយមិនយូរទេបន្ទាប់ពីមានការរកឃើញរថយន្តហ្នឹងខាងមន្ត្រីឧទ្យានជាតិ Yosemite ហ្នឹងក៏បានរកឃើញថង់កេងមួយដែលក្រុមគ្រួសាររបស់ Sandra ហ្នឹងបានបញ្ជាក់ថាវាគឺជាថង់កេងរបស់ Sandra នឹងឯងហើយចំពោះទីកន្លែងដែលគេរកឃើញថង់កេងហ្នឹងគឺវានៅឆ្ងាយពីកន្លែងរថយន្តដែលត្រូវបានគេរកឃើញទៅបុកជាមួយនឹងគល់ឈើហ្នឹងគឺមានចម្ងាយ 2.5 ម៉ាយដែលវាស្ថិតនៅក្នុងព្រៃជ្រៅខ្លាំងមែនទែនហើយចំពោះអ្នកដែលមានបទពិសោធន៍នៅក្នុងការប្រើប្រាស់ជីវិតនៅក្នុងព្រៃឬមួយក៏អ្នកដែលមានជំនាញចំពោះពួកគេអាថង់កេងហ្នឹងគឺវា
ជាវត្ថុមួយដែលសំខាន់បំផុតផងដែរជាពិសេសនោះគឺនៅតាមតំបន់ភ្នំខ្ពស់ៗអញ្ចឹងឯងនៅពេលដែលយប់ឡើងសីតុណ្ហភាពវានឹងធ្លាក់ចុះយ៉ាងឆាប់រហ័សខ្លាំងមែនទែនហើយចំពោះការបាត់បង់ឬមួយក៏បោះចោលអាថង់គេងហ្នឹងវាគឺជារឿងមួយដែលហានិភ័យយ៉ាងខ្លាំងតែម្ដងពីព្រោះថានៅពេលដែលក្រុមប៉ូលីសរកឃើញអាថង់គេងហ្នឹងគឺក្រុមប៉ូលីសរកអត់ឃើញដាននៃការដែលសេនត្រានឹងធ្វើការសម្រាកនៅនឹងមួយយប់ឬមួយក៏ធ្វើការបោះជំរំស្នាក់នៅជាបដោះអាសន្នទេតើវាជាអីដែលអ្នកជំនាញចំនួនច្រើនមើលឃើញថាវាមិនត្រូវទៅជាមួយនឹងអាកប្បកិរិយាឬមួយក៏បទពិសោធន៍អ្នកដែលមានជំនាញនៅក្នុងការដើរព្រៃដូចជាសេនត្រាទេហើយចំពោះសមត្ថកម្មមួយដែលគេលើកឡើងនោះគឺគិតថាវាអាចទៅរួចនោះគឺនាងប្រហែលជាប្រឈមមុខទៅជាមួយនឹងស្ថានភាពច្បោកច្បល់នៃការទទួលដឹងឮពីប្រភពខាងក្រៅដែលកើតឡើងពីការរងរបួសឬមួយក៏ការខ្វះទឹកការអស់កម្លាំងឬក៏កត្តាតាមរាងកាយផ្សេងៗទៀតដែលវាបានជះឥទ្ធិពលដល់ការសម្រេចចិត្តហើយបន្ទាប់ពីប្រមូលហេតុការណ៍ទាំងអស់នេះចូលគ្នារួចករណីបាត់ខ្លួនរបស់សេនត្រាក៏បានរកឃើញសមត្ថកម្មជាច្រើនទាំងមន្ត្រីស៊ើបអង្កេតអ្នកជំនាញនិងអ្នកតាមដានករណីមួយនេះទូទាំងពិភពលោកថានាងអាចនឹងទទួលបានការរបួសតាមខួរក្បាលនិងស្ថានភាពច្របូកច្របល់យ៉ាងឆាប់រហ័សដោយទ្រឹស្ដីមួយនេះបានលើកឡើងថាចំណុចផ្លាស់ប្ដូរដ៏សំខាន់ប្រហែលជាវាបានកើតឡើងនៅក្នុងអំឡុងពេលដែលគ្រោះថ្នាក់នៅក្នុងរថយន្តនឹងឯងដែលសេនត្រាបានប្រឈមមុខនៅក្នុងតំបន់ផ្លូវព្រៃឈើនឹងពីព្រោះទោះបីជាកម្លាំងប៉ះទង្គិចវាមិនធំធ្ងរដល់ថ្នាក់ធ្វើឲ្យថង់ខ្យល់សុវត្ថិភាពធ្វើការក៏ដោយប៉ុន្តែក៏ប្រហែលជាច្រើនគ្រប់គ្រាន់ដែលធ្វើឲ្យមានអាការៈប៉ះទង្គិចខួរក្បាលរបស់នាងឬការទទួលបានរបួសតាមផ្នែកក្បាលនឹងនៅក្នុងកម្រិតដែលជះឥទ្ធិពលទៅដល់ការទទួលដឹងឮនិងការសម្រេចចិត្តប្រសិនបើនេះជារឿងពិតមែនអាកប្បកិរិយាជាច្រើនយ៉ាងដែលកើតឡើងនៅពេលក្រោយមិនថាជាការរុះរើសម្ភារៈរបស់ខ្លួនយ៉ាងច្បូកច្បល់ការដើរដោយជើងទទេនៅក្នុងតំបន់ដាច់ស្រយាលការបោះបង់ឧបករណ៍ដែលចាំបាច់នៅក្នុងការប្រើប្រាស់រស់រានមានជីវិតនិងការបដិសេធជំនួយរបស់មនុស្សជាច្រើនលើកច្រើនសារហើយនឹងការដើរចូលទៅក្នុងព្រៃជ្រៅនៅក្នុងតំបន់គ្រោះថ្នាក់ដោយគ្មានទិសដៅច្បាស់លាស់ហើយនៅពេលដែលបូករួមទៅជាមួយនឹងការខ្វះខាតទឹកការអស់កម្លាំងនិងការខ្វះខាតសារធាតុចិញ្ចឹមអាការៈតាមប្រព័ន្ធប្រសាទបែបហ្នឹងវាប្រហែលជាកើនឡើងរហូតវាផ្ដល់ផលប៉ះពាល់ទៅដល់ការសម្រេចចិត្តដែលខុសប្លែកខ្លាំងតែម្ដងហើយចំពោះការសង្ស័យមួយទៀតនោះវាគឺជាបញ្ហាផ្លូវចិត្តដែលគេបានតម្រង់ទិសដៅទៅមើលស្ថានភាពរបស់សេនត្រាមុនពេលដែលនាងមានការបាត់ខ្លួនចូលទៅក្នុងព្រៃដោយអ្នកវិភាគខ្លះបានមើលឃើញថាភាពឯកានិងការតានតឹងវានៅពេលដែលវាបានប្រមូលផ្ដុំគ្នាឬក៏បញ្ហាជីវិតប្រចាំថ្ងៃរបស់នាងវាបូករួមទៅជាមួយនឹងសម្ពាធនៅពេលដែលនាងបានប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅក្នុងព្រៃតែម្នាក់ឯងផងនោះតើប្រហែលជាវាបាននាំទៅរកស្ថានភាពមួយដែលវាច្បូកច្បល់ឬក៏ការសម្រេចចិត្តដែលវាមិនសមស្របទៅជាមួយនឹងភាវគតិនៃការរស់រានមានជីវិតឬក៏នាងប្រហែលជាប្រឈមមុខទៅជាមួយនឹងគ្រោះថ្នាក់ដែលពួកយើងអាចបានដឹងទោះបីជាវាមានការបញ្ជាក់ពីខាងក្រុមប៉ូលីសថារកមិនឃើញពីការធ្វើឃាតឬមួយក៏ការធ្វើបាបពីបុគ្គលដទៃក៏ដោយប៉ុន្តែក៏មានមនុស្សខ្លះបានកត់សម្គាល់ពីស្ថានភាពនៅត្រង់កន្លែងបោះជំរំហ្នឹងថាត្រូវបានគេរើសរស់ដែលវាខុសប្លែកពីធម្មតាខ្លាំងមែនទែនហើយចំពោះអ្នកដែលគ្រប់គ្រងទៅលើទ្រឹស្ដីមួយនេះពួកគេបានគិតថាប្រហែលជាក្នុងអំឡុងពេលហ្នឹងសេនត្រាបានជួបជាមួយនឹងគ្រោះថ្នាក់ឬមួយក៏បញ្ហាអីមួយនៅត្រង់ទីកន្លែងដែលបោះជំរំហ្នឹងរហូតធ្វើឲ្យនាងចាំបាច់ត្រូវតែចាក់ចេញពីទីកន្លែងបោះជំរំហ្នឹងយ៉ាងបញ្ញាប់បញ្ញាលមិនថាវាជាការប្រឈមមុខទៅជាមួយនឹងបុគ្គលចម្លែកឬមួយក៏សត្វព្រៃឬមួយក៏ស្ថានភាពផ្សេងៗទេដែលវាអាចបញ្ជាក់បាននៅពេលក្រោយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំពោះទ្រឹស្ដីមួយនេះនោះគឺវានៅតែខ្វះខាតផុសតាងមកគ្រប់គ្រងដដែលពីព្រោះថាក្រុមប៉ូលីសពួកគេរកអត់ឃើញស្នាក់ស្នាមនៃការតស៊ូឬមួយក៏បតាយបតប់គ្នាឬមួយក៏ធ្វើឃាតអីដែលវាបានកាត់ឡើងនៅត្រង់កន្លែងបោះជំរំនឹងទេរកមិនឃើញសាក្សីដែលបានឃើញបុគ្គលទី2ដែលចូលមកធ្វើសកម្មភាពនឹងទេហើយក៏រកមិនឃើញផុសតាងនៃតាមនីតិវិទ្យាសាស្ត្រដូចគ្នាមួយទៀតនាងប្រហែលជាបាត់បង់ជីវិតនៅក្នុងចំណុចដែលកំបាំងភ្នែកទ្រឹស្ដីចុងក្រោយនេះគឺជាគំនិតមួយដែលត្រូវបានគេនិយាយដល់ញឹកញាប់បំផុតនៅក្នុងក្រុមអ្នកតាមដានករណីបុគ្គលដែលបានបាត់ខ្លួននៅក្នុងតំបន់ដាច់ស្រយាលទ្រឹស្ដីនេះបាននិយាយថាក្រោយពីការដើរចេញពីរថយន្តនិងផ្លាស់ប្ដូរទីលំនៅចូលទៅក្នុងព្រៃដែលជ្រៅសេនត្រាប្រហែលជាជួបជាមួយនឹងគ្រោះថ្នាក់នៅក្នុងតំបន់ដែលពិបាកដល់ការមើលឃើញដូចជាជ្រលងថ្មក្រាននីតូល្អាងជ្រៅដែលត្រូវបានរុក្ខជាតិបិទបាំងនិងជ្រលងភ្នំឬមួយក៏ផ្លូវជម្រាលតំបន់រញ៉េរញ៉ៃដែលពិបាកនៅក្នុងការចូលទៅដល់ខ្លាំងទោះបីជាមានការតាមរកយ៉ាងទូលំទូលាយក៏ដោយក៏ប៉ុន្តែភូមិសាស្ត្រនៅក្នុង
ភ្នំសេរ៉ានេះគឺវាមានភាពស្មុគស្មាញខ្ពស់និងនៅក្នុងអតីតកាលក៏ធ្លាប់មានករណីជាច្រើនដែរដែលមានមនុស្សបាត់ខ្លួនត្រូវបានគេរកឃើញនៅក្នុងតំបន់នេះហើយវាមិនមែនតែមួយពីរករណីទេដែលត្រូវបានគេរកឃើញហ្នឹងគឺវាមានច្រើនលើកច្រើនសារហើយនៅពេលដែលពេលវេលាវាកាន់តែយូរទៅហ្នឹងមិនថាជាសត្វព្រៃឬមួយក៏បរិយាកាសនិងហេតុការណ៍ភ្លើងឆេះព្រៃគ្រីហ្វាយនៅក្នុងពេលវេលាបន្ទាប់នោះទេវាប្រហែលជាហេតុផលដែលធ្វើឲ្យមានការកាត់បន្ថយនៅឱកាសរកឃើញភស្តុតាងយ៉ាងខ្លាំងតែម្ដងទោះបីជាមានទ្រឹស្ដីកើតឡើងមកច្រើនក៏ដោយប៉ុន្តែរហូតមកដល់សប្តាហ៍នេះនៅតែគ្មានភស្តុតាងឬមួយក៏ដំរីណាមួយដែលបញ្ជាក់បានយ៉ាងច្បាស់លាស់ទេថាវាមានអីកើតឡើងចំពោះគាត់បន្សល់ទុកត្រឹមតែជំរំដែលត្រូវបានគេឆែកឆេរនិងរថយន្តដែលត្រូវបានទុកចោលថង់កេងដែលត្រូវបានគេដាក់ទុកនៅកណ្ដាលព្រៃជ្រៅហើយនឹងការផ្ដល់សេចក្តីបញ្ជាក់ពីសាក្សីដែលបានឃើញគាត់ជាលើកចុងក្រោយចាហើយចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់រឿងក្តីមួយនេះរហូតមកដល់ទីបញ្ចប់ហើយគិតថាវាមានរឿងអីកាត់ឡើងទៅលើគាត់កុំភ្លេច comment និងបញ្ចេញយោបល់របស់ខ្លួននៅខាងក្រោមវីដេអូនេះផងហើយទីបំផុតរឿងក្តីរបស់យើងនៅក្នុងថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណនៅក្នុងការចំណាយពេលវេលាទស្សនាតាំងពីដើមដល់ចប់ហើយបើសិនជាការរៀបរាប់រឿងក្តីរបស់នាងខ្ញុំវាមានការលើសលួសឬមួយក៏ខ្វះខាតត្រង់ចំណុចណានាងខ្ញុំសូមអធិស្ឋានពុកម៉ែបងប្អូនទាំងអស់គ្នាផងហើយជាចុងក្រោយនាងខ្ញុំសូមជម្រាបលានិងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ